សាហាវណាស់វាសាហាវណាស់បងប្អូនមើលមុខវាហើយបងប្អូនវាសាហាវណាស់ឃើញមុខវាចឹងប៉ុន្តែវាសាហាវណាស់ឯណាមួយទៅណាមួយណាអីគេបងអាមួយទៅណាចេញមកឯងចេញមកនោះណាគេប្តីបងស្រីអញហ៊ានជួលបន្ទប់ឲ្យមីនេះនៅថ្ងៃហ្នឹងមកលេងបងអូននៅបន្ទប់ជួលបន្តិចបងប្អូនហើយខ្ញុំយកមកបលែងចោលដូចយកកូនឆ្មាទៅបលែងចោលនៅវត្តអញ្ចឹងផ្ទះជួលខ្ញុំអ្នករកឲ្យផ្ទះជួលខ្ញុំពីមុនកាលមុនខ្ញុំជួលនៅផ្ទះហ្នឹងគាត់ថាខ្ញុំជួលនៅខាងក្រោមទៅខាងនោះអាធូថ្លៃទេតែ60រៀលទេសេចចុកគេជួល100ស្ដើងអាពេលមកគួរធ្វើអញ្ចឹងគឺថាសອບនោះសອບបងប្អូនហើយអារបៀបនេះប្រពន្ធដើមតាមចាប់ប្តីនៅបន្ទប់សាហាយអញ្ចឹងមើលមុខវាហើយបងប្អូនវាសាហាវណាស់ឃើញមុខវាចឹងប៉ុន្តែវាសាហាវណាស់ឯណាមួយទៅណាមួយណាអីគេបងអាមួយទៅណាចេញមកឯងចេញមកនោះណាគេប្តីបងស្រីអញហ៊ានជួលបន្ទប់ឲ្យមីនេះនៅអើយសំចុះនេះអារបៀបនេះរបៀបតាក់តងប្តីគេគ្នាចង់បានជីវិតចង់បងប្អូននេះបងប្អូនស្រីវាច្រើនគឺគាត់កិច្ចគាត់ចង់បានជីវិតបែបអញ្ចឹងទេប៉ុន្តែនេះចង់បានអាជីវិតអញ្ចឹងប៉ុន្តែវាមិនអាចទៅរួចទៀតបើអាកន្លោះមិនយកហើយណាធ្លាក់ដល់ចង់បានប្តីគេហើយនៅតែមិនបានទៀតនៅតែគ្មានប្តីគេណាយកទៀតអើយបងប្អូននេះមើលមកនៅនឹងបានខែជប់មួយឆ្នាំមួយខែពូមួយឆ្នាំមួយខែហើយភ្លេចមួយឆ្នាំហើយណាបងប្អូនផ្ទះជួលខ្ញុំចាស់គាត់ថាខ្ញុំមិនជួលអាផ្ទះប្រហែលជាន់ទៅខ្ញុំជួលអាក្រោមទៅខាងនោះអាបន្ទប់នៅខាងនោះធូរថ្លៃជាងគេនៅរាល់ថ្ងៃហ្នឹងផងកាលខ្ញុំជួលមួយខែដល់60រៀលទេហើយនេះដល់ពេលមកនៅហ្នឹងដូរពីប្រសិទ្ធមកនៅហ្នឹងខ្ញុំអ្នកណែនាំឲ្យមកនៅហ្នឹងហើយយកមកបលែងចោលដូចកូនឆ្មាអញ្ចឹងយកដែលបានមកអើណាដែលមកលេងណាដូចយកកូនឆ្មាទៅបលែងនៅវត្តអញ្ចឹងចូលនោះប្រុសអញចូលលេងអញ្ចឹងអញចូលលេងទៅអីអញចូលទៅមិនចូលទេសង្ស័យមានករណីសង្ស័យបានឡើងមកដល់ហ្នឹងសង្ស័យអីបងអញឮថាមានអ្នកណានៅហ្នឹងអាណានៅហ្នឹងមានទេបើគ្មានឲ្យចូលមកលឺអញចូលទៅអីខ្ញុំអៀនអៀនអីបន្ទប់ខ្ញុំអត់សូវស្អាតមកមិនអីទេណាលាក់វាទុកតាណាមើលអានោះលគិនហ្នឹងស្រួលលគិនហ្នឹងអាស្ទាយយកដាក់នឹងគិនទ្វាហើយនេះហើយអញចូលលើធ្វើឲ្យរុញអាហ្នឹងចេញហ្នឹងបែរខាងខ្ញុំស្រុកគេដែរមែនយ៉ាស្អាតគាត់មកទៅមកចេញមកក្រៅមើលនេះមានស្គាល់គ្នាទៅបន្ទប់បាយហ្នឹងស្គាល់តាពុំបានអត់ដែរបាននិយាយដល់ភាគច្រើនអ្នកសិស្សសាលាគូគេធ្វើកាយមកគាត់ធ្វើការធ្វើការយកហើយយកឡើងមានដែរមកឈរនៅមុខទ្វារអញ្ចឹងដែរបាទបងកុំមកឈរនៅមុខទ្វារអាណិតពួកគ្នាមកពីធ្វើការយកនេះដើរមកលេងនៅថ្លុងមុខទ្វារអញ្ចឹងបងអញដល់បានហើយទៅលេងថនទៅលឺតែកាហ្វេកូលិចនឹងឆ្ងាញ់ចូលផ្ទះខ្លួនឯងដែលទិញហូបអត់នេះបងប្អូននេះទិញម្ដងគឺមួយកេះអញ្ចឹងហើយអានេះទិញអស់លុយមួយកេះហ្នឹងបងប្អូនបើរបបក្រុមហ៊ុនឲ្យមកថនមួយខែតែ4កញ្ចប់ទេអាស្ករតិច2កញ្ចប់អត់ស្ករ2កញ្ចប់ហើយនេះខ្ញុំទិញមួយកេះហើយមួយកេះយកទៅក៏គ្មានបានប្រហែលដែរបងប្អូនដោយសារតែផ្ទះខ្ញុំដូចហាងកាហ្វេអញ្ចឹងតែម៉ោង3ម៉ោង4រៀបភ្លឺគឺថាគ្នាខ្ញុំនោះគាត់ឡើងទៅជជែកគ្នាដាក់ម្នាក់មួយកញ្ចប់អញ្ចឹងទៅនៅស្រុកស្រែមានហាងកាហ្វេណាគ្រាន់ចាស់ហូបជជែកគ្នារៀបភ្លឺដូចនៅផ្សារនៅភ្នំពេញបងប្អូនហើយឲ្យតែបានហូប10នាក់សរសើរទាំង10នាក់ឥឡូវតាមរកភ័យឲ្យកូនគាត់ឆាតទិញតែហ្មងហើយសម្រាប់ពុកម៉ែបងប្អូនយើងដែលចង់ទិញឲ្យដល់ទិញតូបចាប់ហួយក្បែរផ្ទះបើថាតូបចាប់ហួយក្បែរផ្ទះអត់ទាន់មានលក់ទេឆាតទៅទិញតាមเพจក្រុមហ៊ុនក៏បានដែរเพจក្រុមហ៊ុនអាសាមានប្រូម៉ូសិនហើយសម្រាប់បងប្អូនអាជីវករយកទៅលក់បន្តទៅដើម្បីពុកម៉ែបងប្អូននៅក្បែរនោះគាត់ងាយស្រួលរកទិញកុំឲ្យបាក់ឆាតទិញតាមเพจអញ្ចឹងណាកញ្ចប់2កញ្ចប់អីកុំឲ្យគាត់ពិបាករកឆាតទិញ